ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំសម្រាប់ក្មេងៗមកពីគ្រួសារក្រីក្រនិងដោះស្រាយបញ្ហាដែលសាលារៀន Village Home School កំពុងប្រឈមមុខផងនោះក្រុមខ្ញុំស្រឡាញ់ធម្មជាតិនៃកម្ពុជាឬ I Love Nature in Cambodia ហៅកាត់ថា ILC Cambodia បានប្រមូលផ្ដុំអ្នកស្ម័គ្រចិត្តមួយក្រុមដើម្បីរៀបចំកម្មវិធីដំណើរកម្សាន្តបែបសប្បុរសធម៌មួយក្នុងគោលបំណងរៃអង្គាសប្រាក់និងសម្ភារៈចាំបាច់ដើម្បីយកទៅឧបត្ថម្ភសាលារៀនរបស់សហគមន៍ភូមិស្រះស្រង់មួយនេះជួសជុលកែលម្អថ្នាក់រៀនទិញសម្ភារៈដែលខ្វះខាតចាក់ដីបំពេញនៅបរិវេណសាលារៀនដើម្បីជៀសវាងការលិចទឹកនៅរដូវភ្លៀងចំណាយថ្លៃទឹកថ្លៃភ្លើងនិងប្រើប្រាស់សម្រាប់ដោះស្រាយការចំណាយប្រចាំខែរបស់សាលារៀនផងដែរក្រុមការងារស្ម័គ្រចិត្តរបស់ ILC Cambodia រៀបចំកម្មវិធីដំណើរកម្សាន្តបែបសប្បុរសនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរក្នុងខេត្តសៀមរាបផងដើម្បីរៃអង្គាសប្រាក់និងជំនួយឧបត្ថម្ភដល់សាលារៀន Village Home School ផងនិងក៏ដូចជាដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរប្រចាំឆ្នាំរបស់ខ្លួនផងដែរដែលជាដំណើរកម្សាន្តពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីខេត្តសៀមរាបដោយកម្មវិធីរបស់ពួកយើងមានរយៈពេលមួយយប់2ថ្ងៃគឺនៅថ្ងៃទី16និង17ខែសីហាឆ្នាំ2025ដើម្បីទៅបោះតង់មួយយប់លើភ្នំគូលែនហើយព្រឹកឡើងយើងចុះទៅធ្វើកម្មវិធីចែកអំណោយនៅសាលារៀន Village Home School នៅភូមិស្រះស្រង់ខាងត្បូងក្រុងសៀមរាបនេះគឺជាដំណើរកម្សាន្តសប្បុរសធម៌លើកទី3ដែល ILC Cambodia បានព្រួយផ្ដើមគំនិតធ្វើឡើងហើយកាលពីលើកទី2ពួកយើងបានរៀបចំកម្មវិធីចែកអំណោយនិងឧបត្ថម្ភថវិកាដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាស្រែកិនស្ថិតក្នុងភូមិស្រែកិនឃុំត្រពាំងជោស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺដោយទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថវិកាសម្ភារៈពីសប្បុរសជននានារួមទាំងការឧបត្ថម្ភពីម្ចាស់ sponsor មួយចំនួនធំផងដែរហើយក្រុមការងារយើងបានដឹកនាំអ្នកចូលរួមដំណើរកម្សាន្តទៅបោះតង់ជុំគ្នាមួយយប់នៅទីតាំងបោះតង់របស់សហគមន៍ទេសចរនៅជើងភ្នំអូរ៉ាល់ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែងនិងពោពេញដោយស្នាមញញឹមថវិកានិងសម្ភារៈដែលទទួលបានពីសប្បុរសជនទាំងអស់នឹងទៅប្រគល់ជូនគណៈគ្រប់គ្រងសាលា Village Home School ដើម្បីចាត់ចែងនិងប្រើប្រាស់តាមតម្រូវការជាក់ស្ដែងដូច្នេះដើម្បីឲ្យកម្មវិធីដំណើរកម្សាន្តបែបសប្បុរសធម៌មួយនេះអាចដំណើរការទៅបានដោយជោគជ័យប្រកបដោយសេចក្តីសំណោះរីករាយក៏ដូចជាបន្សល់ទុកស្នាមញញឹមនិងអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាពិសេសគឺអាចរៃអង្គាសប្រាក់និងជំនួយឧបត្ថម្ភបានច្រើនពីសប្បុរសជនផងនោះពួកយើងជាក្រុមការងារស្ម័គ្រចិត្តរៀបចំកម្មវិធីសប្បុរសធម៌របស់ ILC Cambodia សូមប្រកាសស្នើសុំដោយសេចក្តីអនុគ្រោះគោរពជូនដល់សប្បុរសជនទាំងអស់ចូលរួមជាមួយយើងខ្ញុំក្នុងការរៃអង្គាសថវិកានិងសម្ភារៈដើម្បីឧបត្ថម្ភដល់សាលារៀន Village Home School ដែលកំពុងអំពាវនាវរកជំនួយបន្ទាន់ពីពួកយើងទាំងអស់គ្នាតាមសទ្ធាជ្រះថ្លារៀងៗខ្លួនសម្រាប់បងប្អូនដែលមានបំណងចង់បរិច្ចាគជាសម្ភារៈនិងថវិកាអាចតាក់ទងមកក្រុមការងារយើងខ្ញុំដោយផ្ទាល់តាមរយៈ page ILC Charity ឬ ILC Cambodia និងលេខទូរស័ព្ទដែលបានដាក់នៅក្នុង description ខាងក្រោមដែលឡែកសម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមដំណើរកម្សាន្តសប្បុរសធម៌លើកទី3របស់ ILC Cambodia អាចសាកសួរព័ត៌មានលម្អិតនិងធ្វើការចុះឈ្មោះឲ្យបានមុនថ្ងៃទី4ខែសីហាឆ្នាំ2025នេះដើម្បីឲ្យក្រុមការងារយើងរៀបចំកក់កន្លែងបោះតង់ជូនទុកជាមុនសូមបញ្ជាក់ថាកម្មវិធីដំណើរកម្សាន្តសប្បុរសធម៌ទៅកាន់ខេត្តសៀមរាបនេះគឺធ្វើដំណើរដោយម៉ូតូនិងមធ្យោបាយរៀងៗខ្លួនប៉ុន្តែសម្រាប់បងប្អូនដែលចង់ធ្វើដំណើរដោយរថយន្តរួមគ្នាក្រុមការងារយើងក៏អាចជួយរៀបចំរថយន្តរួមបានផងដែរអាស្រ័យតាមចំនួនជាក់ស្ដែងជាចុងក្រោយពួកយើងសង្ឃឹមថាវីដេអូមួយនេះនឹងក្លាយជាសារផ្សព្វផ្សាយដល់សប្បុរសជនទាំងអស់ឲ្យចូលរួមជាមួយពួកយើងដើម្បីរៃអង្គាសថវិកានិងសម្ភារៈជួយឧបត្ថម្ភដល់សាលារៀនសហគមន៍ Village Home School ឲ្យបានច្រើនសន្ធឹកសន្ធាប់ជាពិសេសក៏ជាលិខិតអញ្ជើញបងប្អូនដែលមានបំណងចង់ចូលរួមធ្វើដំណើរកម្សាន្តបោះតង់ជាក្រុមបានធ្វើដំណើរកម្សាន្តជុំគ្នាក្នុងន័យសាមគ្គីភាពមោទនភាពនិងមិត្តភាពយូរអង្វែងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិយើងនិងបង្កើតអនុស្សាវរីយ៍ដ៏មានអត្ថន័យដែលមិនអាចបំភ្លេចបានសូមជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច